ការងារថ្ងៃនេះគឺពួកយើងបានមកដំឡើងធុងទឹកក្តៅជូនអតិថិជននៅខាង O4 កំពង់សោមបាទកលែកទៅមើលមេជាងមកខ្ញុំវិញមិនបាច់កូនចៅឡើងឯងឡើងខ្លួនឯងមកព្រោះថាប្រើអាមួយស្ដាប់លឺអាអ្នកលឺនឹងរមឃើញទៀតដូចជាអ្នកថតរូបអីហ្នឹងវិញតែអីទេយកបានទៅជួយប្រទេសដែរតែអីឥឡូវយើងមកនិយាយពីការងារយើងវិញឃើញដូចស្រួលទេបងប្អូនប៉ុន្តែបើឲ្យតឡើងម្នាក់ឯងឬក៏ពីរនាក់អីក៏រៀងយ៉ាប់ដែរបងប្អូនដោយសារតែធុងទឹកក្តៅនេះគឺមានចំណងរហូតដល់300លីត្របងប្អូនជាក់ស្ដែងយកគ្នាទៅ3នាក់ថាឲ្យស្រួលមានមិនស្រួលណាបងប្អូនស្រួលតែខ្ញុំណាវាមួយយ៉ាងដែរដោយសារយើងឈរថតហើយយើងស៊ីលុយស្មើគេដែរតិចបាបើខែបុនខែទៀនផងតែអីខ្ញុំដឹងចិត្តពួកគាត់ច្បាស់អាពេលយើងឈរថតហ្នឹងធ្វើមកកញើប៉ុន្តែក្នុងចិត្តខ្ញុំដឹងថាលួចញឹមហ្មងឈប់បានបងប្អូនខ្ញុំឈប់និយាយពីរឿងផ្ទៃក្នុងពួកខ្ញុំហើយឥឡូវយើងនិយាយពីរឿងការងារជាក់ស្ដែងវិញចំពោះការងារជាក់ស្ដែងយើងមិនមែនធ្វើលំយកទៅលុយឬក៏ធ្វើទៅតាមតែកំណត់ខ្លួនឯងបងប្អូនគឺយើងធ្វើទៅតាមស្តង់ដាររបស់គ្រឿងបរិក្ខារមួយដែលយើងត្រូវដំឡើងបងប្អូនហើយបើសួរខ្ញុំថាធ្វើម៉េចបានត្រូវស្តង់ដារមានអីពិបាកបងប្អូនយើងគ្រាន់តែយកសភៅណែនាំរបស់គេមកមើលមកយើងដឹងថាយើងត្រូវធ្វើម៉េចក្រោយពេលតឡើងរួចហើយគឺយើងតែតេស្តច្រើនដងច្រើនសាដើម្បីធានាថានៅពេលដែលម្ចាស់ផ្ទះគាត់បានប្រើប្រាស់គឺมันមានភាពរអាក់រអួលដោយសារតែការដំឡើងខុសបច្ចេកទេសឬក៏ខ្វះចន្លោះតាណារបស់ក្រុមពួកយើងឥឡូវនេះយើងបានតឡើងរួចហើយក៏យើងក៏ចាប់ផ្ដើមធ្វើដំណើរទៅវិញដែរតែចៃដន្យអីភ្លៀងក៏ធ្លាក់ហើយយើងក៏រងចាំម្ចាស់ផ្ទះគាត់មកយកធុងទឹកក្តៅអាចាស់ហ្នឹងយកទៅប្រើប្រាស់នៅផ្ទះផ្សេងរបស់គាត់ហើយយើងក៏ឈរចាំគាត់បន្តិចឥឡូវនេះក៏យើងមកដល់កន្លែងឆ្ងាញ់បន្ទាប់ពីធ្វើការរួចគឺយើងមានតែឆ្ងាញ់ជាមួយនឹងអាហារមិនមានអីពិសេសទេបងប្អូនជីវិតមានតែប៉ុណ្្នឹងហើយពងឆ្ងាញ់នេះគឺម៉ោង8ហើយបងប្អូន8យប់អរគុណសម្រាប់ការទស្សនារហូតដល់ចប់ជួបគ្នាវីដេអូក្រោយ